សួរលោកគ្រូថ្ងៃនេះខ្ញុំបានឈ្មោះ Nate សិង្ហៃមក present project final របស់យើងដែលទាំងអស់វាមាន9ចំណុចដែលខ្ញុំត្រូវធ្វើនិងរៀបរាប់បញ្យល់ឲ្យបានក្បោះក្បាយឥឡូវខ្ញុំធ្វើចំណុចទី1មុនបង្ហាញរបៀបដំឡើង domain ថ្មីនៅក្នុង Windows Server អញ្ចឹងដើម្បីដំឡើង domain ថ្មីនៅក្នុង Windows Server បានយើងត្រូវតែចូលទៅកាន់ Windows Server នេះគឺខ្ញុំ install Windows Server ចូលហើយដំបូងឡើយយើងបើកមកបើអត់មានផ្ទាំងSwift Manager load មកទេយើងចូលទៅកាន់កន្លែង Start Home នេះយើងចូលទៅកាន់ Server Manager ហើយពេលមកដល់ Server Manager ភ្លាមយើងចុចយកពាក្យនេះ add role and feature យើងពេលចូលដល់កន្លែងនេះហើយយើងព្រីកវាធំដើម្បីស៊ូមមើលអញ្ចឹងខ្ញុំព្រីកវាធំកន្លែងនេះយើងអត់មានអីត្រូវធ្វើអីវាទេអញ្ចឹងយើងចុចយកពាក្យ next មកកន្លែងនេះក៏យើងអត់ត្រូវកែវាអីដែរយើងយក next ទៀតចំពោះកន្លែងនេះ slash server or overall head this អីនេះយើងបាច់នេះវិញយើងយកនេះទៅតាមវាហ្នឹងទៅនេះខាងហាញឈ្មោះរបស់យើងទេយើងចុច next មកចូលមកដល់កន្លែងនេះអីដែលយើងគួរធ្វើយើងត្រូវ add feature វា add role feature វាចំនួន2ទី1យើងយកពាក្យ active directory យើងយកពាក្យ active directory domain service យកកន្លែងនេះហើយកន្លែងនេះវាសួរយើងថាចង់ add service អីថែមទៀតអត់default គឺវា take ឲ្យយើងបានន័យថា service មានប្រហែលក្នុងនេះគឺវា install របស់យើងទាំងអស់អញ្ចឹងយើងបាច់នេះយើង take យើងយកតាមវាទៅយើងគាត់ទៅចុច add feature ទៅចំពោះ service មួយទៀតយើងយក DNS service នេះយើង default វា take អញ្ចឹងយើង take តាមវាយើងចុចវា add មកហើយហើយ service យើង continue កន្លែងនេះយើងយកតែ2ហ្នឹងទេអញ្ចឹងបន្តមកយើង next បន្តទៀតកន្លែងនេះយើងបើគ្នាណាចង់ install service ថែមឬមួយក៏អីសាយតាគ្នាយើងទៅយើងកន្លែងនេះខ្ញុំអត់ add ថែមទេអញ្ចឹងខ្ញុំជួន next បន្តទៀតកន្លែងនេះក៏យើងអត់មានអីត្រូវធ្វើអីវាទៀតដែរយើង next បន្តទៀត next បន្តទៀតមកកន្លែងនេះហើយកន្លែងនេះបើអ្នកទាំងអស់គ្នាចង់ restart បានន័យថាពេលយើង install វានឹង start auto អានេះយើងចង់ take ក៏បានអត់ក៏បានសាច់ចិត្តប៉ុន្តែយក take ទៅកុំឲ្យនេះចឹងខ្ញុំ take មកខ្ញុំ install បន្តមកយើងគ្រាន់តែរងចាំវាប្រហែលមួយសន្ទុះមកពេលវា install ចប់វា load music ប្រាប់យើងចឹងកន្លែងនេះនៅពេលដែលវានេះដល់កន្លែងនេះយើង install វារួចហើយវានឹង load ពាក្យថា install success on នេះឈ្មោះcomputer name របស់យើងទីមួយយើង close វាមករឿងបន្ទាប់ដែលយើងត្រូវធ្វើគឺយើង configure របស់វា configure វាម៉េចចឹងខ្ញុំយើងចង់ configure យើងចូលទៅនេះ icon រូបទង់ជាតិនេះយើងចូលទៅវាមកយើងពេលនេះយើងនឹងឃើញពាក្យថានេះpromote this server to a domain controller យើងចុចលើពាក្យហ្នឹងមកវានឹងនាំយើងមកដល់កន្លែងនេះខ្ញុំចង់ដល់កន្លែងនេះយើងយកពាក្យថា add new forest ហើយយើងយក add new forest យើងទៅឡើងdomain ដែលមានសិទ្ធធំហ្មងដែលមានសិទ្ធធំជាងគេខ្លាំងជាងគេអញ្ចឹងយើងកន្លែងនេះ domain name យើងដាក់ឈ្មោះមកខ្ញុំដាក់ឈ្មោះថា
អីក៏បានដែរកន្លែងនេះខ្ញុំដាក់ឈ្មោះខ្ញុំហ្មងឲ្យស្រួលខ្ញុំដាក់ឈ្មោះខ្ញុំបោះនៅសៀងហៃ dot កន្លែងនេះយើងត្រូវដាក់ dot com ក៏បានយើងដាក់ dot local បានតែខ្ញុំស្រួលខ្ញុំដាក់ dot local ដាក់ dot local មកដើម្បីយកពាក្យ next កន្លែងនេះយើងរងចាំបន្តិចដើម្បីឲ្យវាដើរកន្លែងនេះពេលដែលវាដើរត្រង់កន្លែងនេះយើងដាក់ password តែខាតត្រូវដាក់ password ជានិច្ចអញ្ចឹងខ្ញុំដាក់ password កុំឲ្យច្រឡំខ្ញុំដាក់ដូចឈ្មោះ password នេះទៅ add admin admin ពេលខ្ញុំដាក់ចប់ខ្ញុំធ្វើការពេលដែលយើងកំណត់ password ហើយយើងចុច next បន្តទៀតមកត្រង់កន្លែងនេះចំពោះ DNS នេះយើងដោយសារយើងបាន add DNS server DNS ចូលហើយអញ្ចឹងយើងចុច next បន្តទៀតមកកន្លែងនេះយើងធ្វើការរងចាំវាបន្តិចដោយសារវាកំពុងដំណើរការនេះវាបាន load មកហើយឈ្មោះនេះវាធ្វើការដាក់ឲ្យយើងស្រាប់អញ្ចឹងខ្ញុំមិនបាច់ដូរឈ្មោះនេះទេដោយសារវាត្រូវតាមឈ្មោះអីដែលខ្ញុំចង់បានហើយខ្ញុំចុចយក next បន្តទៀតមករៀង slow តិចពេលចូលមកដល់កន្លែងនេះគឺជាកន្លែងដែលវា store domain របស់យើងនេះនៅក្នុង database folder អីហ្នឹងយើងមកចាំវាក៏បានយើងចុចនេះបន្តទៀតមកដល់កន្លែងនេះខ្ញុំអត់មានថាអីត្រូវនេះទេអញ្ចឹងខ្ញុំ next បន្តទៀតត្រង់កន្លែងនេះវារៀង slow បន្តិចអញ្ចឹងយើងរងចាំវាបន្តិចទៅមកដល់កន្លែងនេះវា load warning អីនេះយើងមិនបាច់ខ្វល់វាទេកន្លែងហ្នឹងនេះយើងគ្រាន់តែនេះវាដាក់ថាឲ្យយើង click install បាននេះថាយើងកន្លែងនេះយើងអាច install domain យើងចូលទៅកាន់ Windows Server យើងបានហើយអញ្ចឹងយើងចុចពី install មកអញ្ចឹងវាកំពុងធ្វើការ install ហើយយើងរងចាំប្រហែលជាមួយស្ទុះដែរដើម្បីឲ្យវា install ចូលទៅក្នុង Windows Server របស់យើង domain ចូលទៅក្នុង Windows Server របស់យើងឥឡូវនេះវា load ផ្ទាំងនេះមកវាដាក់ថាឲ្យយើងវាធ្វើការ install បានចប់ហើយអញ្ចឹងយើងគ្រាន់តែចុច close មកវានឹង restart ម៉ាស៊ីនបានមកស្ទុះវានឹង restart ម៉ាស៊ីនយើងហើយនេះវាចាប់ដើម restart ហើយអញ្ចឹងចំណុចទី1យើងពាក់ព័ន្ធជាមួយការដំឡើង domain ចូលទៅក្នុង Windows Server របស់យើងបានជោគជ័យហើយតែយើងអត់ទាន់ប្រកាសថាជោគជ័យ 100% ទេដើម្បីឲ្យប្រកាសថាជោគជ័យ 100% យើងរងចាំវាបន្តិចដើម្បីចូលទៅផ្ទៀងផ្ទាត់ជាមួយនឹងdomain name ថាវាត្រូវអីដែលយើងបានដាក់មុននឹងអត់ព្រោះអីពេលខ្លះតឡើងមែនតែយើងអត់ប្រកាសថាវាជោគជ័យទេអាចមានចំណុចខ្វះខាតកន្លែងណាមួយដែលយើងផ្លាត់ចឹងទៅអាចនឹងវា install ជោគជ័យដែរអញ្ចឹងយើងធ្វើការរងចាំវាបន្តិចទៅវានឹងចូលទៅ
ហើយវានឹង load នេះឈ្មោះ domain របស់យើង domain name របស់យើងnênឈ្មោះខ្ញុំដែលដាក់មកហ្នឹង nên សៀងហៃ /administrator មានន័យថាយើងជោគជ័យបាន 90% អញ្ចឹងយើងទៅព្រៀងទាត់នៅខាងក្នុងមួយទៀតពេលចូលមកដល់ផ្ទាំងនេះភ្លាមយើងចូលទៅនេះវា load server manager ឲ្យស្រាប់អញ្ចឹងយកទៅកាន់local server នេះវានឹងដូរពាក្យពីនេះមកដាក់ពាក្យថា domain ហើយនេះ domain name របស់យើងដែលខ្ញុំបានដាក់មកហ្នឹងខ្ញុំដាក់ថា name.local អញ្ចឹងការតម្លើង domain ចូលទៅក្នុង Windows server យើងទទួលបានជោគជ័យហើយយើងជួបគ្នានៅ part 2ដែលចំណុចបន្តទៀតឥឡូវយើងមកចូលដល់ part 2ចូលបង្ហាញរបៀបយក Windows Client join ទៅកាន់ server ចំពោះត្រង់ចំណុចនេះយើងចង់យក Windows អីក៏បានដែរដើម្បី join ទៅកាន់ server យើងអញ្ចឹងជាដំបូងឡើយដើម្បីឲ្យម៉ាស៊ីន client join ទៅកាន់ Windows server របស់យើងបានយើងត្រូវការដឹងព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយនឹង Windows server របស់យើងខ្ញុំខាង note ទី1យើងត្រូវការដឹងdomain server របស់យើងដែលខ្ញុំបានដាក់មុននេះខ្ញុំដាក់ថា name សៀងហៃ .local ហើយទី2គឺ username នេះខ្ញុំគឺ administrator របស់យើងstarter អូខេដល់ហើយ password ដែលយើងខ្ញុំបានដាក់នេះដាក់ admin ដើម្បីស្រួលចាំហើយទី3យើងset IP static IP address នោះយើងចូលទៅកាន់យើងទៅ set នៅក្នុងនេះដំបូងឡើយយើងចូលទៅកាន់ set ក្នុង server យើងក៏បានដែរនេះដើម្បីចូលទៅ set IP ដែរយើងចូលនេះមកកាន់ internet នេះចុច double click វាមកដល់ហើយយើងមកស្ដាំយក internet យក property នេះយក internet protocol version 4យកហ្នឹងមកយើង double click មកយើង click យក use the following IP address យើងដាក់ IP មកខ្ញុំដាក់ថា 10.10.10.1 ហើយកន្លែងនេះយើងឲ្យវា default វាទៅកន្លែងនេះ DNS server នេះយើងត្រូវការដូរដែរខ្ញុំដូរដាក់ 10.10.1 DNS server នេះយើងត្រូវការដើម្បីឲ្យវាបំពេញឲ្យវាស្គាល់ដែរយើងត្រូវដាក់ដែរ default វាយើងអូខេមកអូខេអញ្ចឹងកន្លែងនេះខ្ញុំហើយអញ្ចឹងខ្ញុំយកទៅនេះវិញខ្ញុំដាក់ IP ខ្ញុំដាក់មិញខ្ញុំដាក់ថា 10.10.10.1 ហើយ
នេះចំពោះកន្លែង PC client នេះទី1យើងត្រូវset IP static ដែលដែល IP static នេះទី1ខ្ញុំចូលទៅកាន់នេះមកយើងចូលទៅកាន់ SIMD យើង pin វាសិនចង់ដឹងថាវាស្គាល់ជាមួយម៉ាស៊ីននេះយើងអស់យើង ping មក 10.10.10.1 យើងចាំមើលនេះrequest timeout បានន័យថាវាអត់ស្គាល់ទេអញ្ចឹងដើម្បីឲ្យវាស្គាល់ជាមួយនឹងWindows Server របស់យើងអញ្ចឹងយើងចូលទៅកន្លែងគ្រប់គ្រង network មកយើងវាយ ncpa.cpl នេះខ្ញុំចូលមកនេះខ្ញុំមកស្ដាប់យក property ដើម្បី set IP static ដែរកន្លែងនេះយើងវាយ IP static នេះដោយសារឥឡូវយក IP static របស់នេះយើងដាក់ 10.10.1 អញ្ចឹងខ្ញុំដាក់ 10.10.10.2 ដោយសារដើម្បីឲ្យយើងដូចតាលេខ3ខាងដើមឯដែរនេះប៉ុណ្ណេះយើងត្រូវតែដូចគ្នាតែកន្ទុយក្រោយយើងអាចខុសគ្នាបានខុសគ្នាលេខ1លេខ2កុំឲ្យជាន់គ្នាអញ្ចឹងនេះខ្ញុំ set ដែរខ្ញុំដាក់ 10 នេះចុច2កន្លែងនេះនេះកន្លែងសំខាន់របស់យើង DNS នេះយើងត្រូវតែវាយលេខ IP DNS server របស់យើងដែលយើងអាច set មកហ្នឹងដែលយើងនេះDNS របស់យើងដែលយើងបានដាក់ដូច IP address របស់យើងនេះដែរអញ្ចឹងខ្ញុំដាក់មក1យើងអូខេមកវាពេលយើងអូខេវានឹង load ដាច់ network បាទអញ្ចឹងយើង ping ម្ដងទៀតមកចង់ដឹងថាវាស្គាល់អត់នេះវាស្គាល់ហើយអញ្ចឹងយើង set IP ទី1បានជោគជ័យហើយអីយើងគួរនេះមួយទៀតកន្លែងនេះយើងដាក់ចំណុចទី2មកដាក់ទី2join domain on PC client by domainទី2ឈ្មោះ domain របស់យើងហ៎យើងដាក់មក and shanghai.local ហើយចំណុចទី3input username input username ហ្នឹងមិន input username server របស់យើងដាក់គេខ្ញុំដាក់administrator ណាហើយខ្ញុំដាក់ password វាadmin ជាងមកហើយដើម្បីយើងដឹងយើងប្រមូលព័ត៌មានបានទាំងអស់ហ្នឹងហើយយើងចាប់ផ្ដើមធ្វើការ join PC client យើងចូលទៅនេះមក DPC right click លើ DPC យក property ពេលហ្នឹង right click DPC យក property ហើយយើង scroll មកក្រោមយើងយកពាក្យ advanced system setting យើងយកហ្នឹងមកដល់ហើយនេះcomputer name យើងយកកន្លែងនេះយើងដាក់ថា return computer change
vô bị chèn mó hay cái lại này sầm khăn dương trâu vô nè member of dương vô domain thấy domain name và dương ấy kì domain và dương ní chúng ta copy domain dương và dương đi mó bây giờ ta đã làm đón rồi sao nhưng lại khó khăn bây giờ quay khó thằng mình tích công việc châu đấy chân dương đấy dương ok mó bài thấu viên năng load này computer name chèn chấn nhưng ta copy ở computer name và dương đây nhưng mà này add administrator này mó hay password chúng ta được cái này password một tí mó này hay dừng ok mó này welcome to Nansen High local domain ok đấy đi apply chán chốt chơi hết về ôi restart nào chẳng dân restart tao với món này pv restart job dương load một trang đào dương làm bay dương mình chạy tha viên thưa ca chia domain thưa ca chia mỗi domain và dương cho tới check cái lại dpc demo dương cho tới dpc hay mouse down vô property hay nè full device name này viên đằng đạo trong mùa này nên xiềng hái đọt local để nhau man đấy viên trắng Windows thành và dẫn viên thưa ca chia mỗi domain và dân ấy chấn đấy cứ chơi cái lại đem chạy hai dân thưa ca join domain ban châu chày vô mà xin PC client join một căn domain server và dân ban châu cháy chấm púa dân chọn dân men mùi thị xã tiết đồng bay dân tay tha dân ban join domain thì mỗi dân cho được căn sim đi mó cho được căn sim đi hơi giờ dân quay biệt tha IP config clear slash all hãy enter mó nè cái lại ní cái lại nè cứ chạy thá mà xin và giới bán mà xin client và giới bán join từ căn domain bán chốt chi chân phạt thú dừng chụp nghe đầu phạt xí tỏ tiết ngày đi dân cho đo phạt 7 phạt 7 dân nè chỗ bằng biết bằng các folder OU chùm nguồn 4 công con từ lỡ user and group chẳng tầm bày nếu dân thơm mách thì muối dân cho tất cả thua này cho tất cả active directory user and computer này dân chỗ mó dân buồn lại dân chỗ dân này chỗ mó trong một domain dân mó dân để vô icon lên này cái add new organization này mó dân chọn mó dân đặt ở trong wiki trong một nó còn lý dân đặt city ý clear com company company hay dân ok về món
HR អូខេឥឡូវយើងបាន folder ទាំង4ហ្នឹងហើយអញ្ចឹង part 3យើងចប់ហើយអញ្ចឹងយើងមកកាន់part 4បន្តទៀតគឺនេះបង្កើត user account តាមផ្នែកនីមួយៗនិងកំណត់ password កន្លែងនេះមុននឹងឈានទៅដល់ការបង្កើតនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការមើល config password វាសិនដោយយើងចូលទៅកាន់វានឹងមានបញ្ហានៅពេលយើងដាក់ password អញ្ចឹងយើងចូលទៅ config វាហើយកុំឲ្យខុសមកយើងចូលបកអ្នកទាំងអស់គ្នាខុស config ហើយក៏បានដែរតែយើងនេះចូលទៅ check ខ្ញុំចូលទៅ check ខ្ញុំចូលនេះ gpmc.msc អូខេវាមកហើយវងឡើយយើងចូលនេះមកកាន់ domain ហើយឈ្មោះ domain របស់យើងហើយយើងចូលទៅនេះ group policy នេះយើងចូលទៅហើយយើងចូលមក default domain policy យើងមកស្ដាំយកទៅ edit តែពេលហើយយើងចូលមក computer តោះហ្នឹង computer configuration ចូលមកដល់ពេលយើងចូល folder policy ដល់ហើយយើងចូលមកបន្តទៀតយើងចូលនៅ Windows setting ចំណុចបន្តទៀតយើងចូលទៅ security setting ដល់ហើយ account policy បន្តមកទៀត password policy ដល់ហើយកន្លែងត្រង់នេះ minimum password length នេះត្បូងឡើយ default វានឹងចេញមកលេខ7អញ្ចឹងយើងធ្វើការកែវាដាក់មកលេខ0វិញមករួចហើយកន្លែងនេះ password must នេះយើងដូរពី enable មក disable វិញដោយសារនេះខ្ញុំ config ហើយអញ្ចឹងអ្នកទាំងអស់គ្នាកែតាមហ្នឹងមកអញ្ចឹងយើង clear វិញអស់មកយើងចូលមកបង្កើតអញ្ចឹងថាយើងបង្កើតបានអត់អញ្ចឹងខ្ញុំចូលមក cell ខ្ញុំដាក់ cell មួយកន្លែងនេះយើងត្រូវវាយឲ្យដូចឈ្មោះខាងលើកុំវាយឲ្យខុសគ្នាហើយ next មកអូខេខ្ញុំធ្លាប់កើតពីមុនមកអញ្ចឹងខ្ញុំដាក់អក្សរតូចមកនេះវាចាប់ថាខ្ញុំមានហើយអញ្ចឹងខ្ញុំធ្វើការខ្ញុំបាញ់ដាក់ cell មួយខ្ញុំដាក់ S1 វិញ S1 កន្លែងនេះយើងចង់ដាក់អីដែលយើងសម្គាល់ក៏បានដែរអត់ប្រកាន់ទេកន្លែងហ្នឹងអញ្ចឹងខ្ញុំដាក់ S1 ហើយកន្លែងនេះខ្ញុំដាក់ password 1 2 3 password ត្រូវតែដូចគ្នាហើយកន្លែងនេះយើងដោះឆេងនេះចេញយើង take ពីខាងក្រោមនេះពីកណ្ដាលនេះហើយនេះមកអញ្ចឹងខ្ញុំបង្កើតបានជោគជ័យកើតមួយទៀត F1 F2 F2 មក2 3យើងត្រូវបង្កើតបាន3 user អញ្ចឹងយើងបង្កើតចូលដល់ IT យើងបង្កើតជាដូចគ្នា IT យើងបង្កើតយើងដាក់IT 1 IT 2 IT 3យើងមកឆែកយើងដាក់ IT 1 IT 1ទៀតអញ្ចឹងយើងដូរមក IT អញ្ចឹងវាអត់ឲ្យទៀត
នេះយើងបើយើងធ្លាប់បង្កើតហើយយើងក៏បង្កើតឲ្យជាន់ឈ្មោះចាស់បង្កើតតាមហ្នឹងមកឡើងឈ្មោះនេះយើងសំខាន់ទេយើងត្រូវបង្កើតតាម department ដែលយើងបានដាក់យើងគ្រាន់តែយើងសម្គាល់ user ទេកន្លែងនេះហ៎ហើយដល់វា account ចឹងខ្ញុំដាក់ account ACC 1 ឈ្មោះ account មួយថយ password ដូចគ្នាដែរមួយដើម្បីយើងសួរជាណាំពេលយើង login ធ្វើចេះលឿនយើង copy យកមកលះហាស់បន្តិចនេះមកបន្ទាប់មកយើងចូលដល់ចំណុចបន្តទៀតយើងធ្វើការផាសវាតតែមក password 1 2 3កន្លែងនេះយើងយូរតិចអ្នកនរគ្នាដោយសារយើងត្រូវបង្កើតមួយHR នេះក៏យើងត្រូវបង្កើតដូចគ្នាដែរ HR មួយអចឹង HR 01មក02ចូលដល់ចុងក្រោយយើងដាក់03យើងបង្កើតតែ3បានហើយយើងបង្កើតច្រើនហើយបើមាន user ច្រើនយើងបង្កើតច្រើនតាមហ្នឹងកើតខំបន្ទាប់ពីចំណុចហ្នឹងហើយយើងត្រូវបង្កើត folder មួយទៀតដើម្បីគ្រប់គ្រងទៅលើនេះ user យើងទាំងអស់នេះយើងដាក់មួយទៀតចំណុចបន្ទាប់កន្លែងនេះយើងគេដាក់ថាចំណុចទី5នេះបង្កើតក្រុមចំនួន4គ្រប់គ្រង user និង add user group តាមផ្នែកនីមួយៗនិង GP group អញ្ចឹងកន្លែងនេះធ្វើម៉េចយើងបង្កើតនេះមួយមកចូលក្នុងនឹងដូចគ្នាយើងកើត folder មួយទៀតដាក់ថា GP group ក្នុងហ្នឹងនេះគេ add group វិញយើងគេ add មកយើងដាក់អីគេ g dot អីគេ dot cell g dot cell មកហើយមួយទៀតយើងបង្កើត g dot អីគេ g dot it
ជ័យហើយយើងបង្កើតហើយចំពោះវីដេអូនេះខ្ញុំធ្វើជាផាត3ផាត4ផាត5បញ្ចូលគ្នាអញ្ចឹងវាស្មើនឹង3ផាតអញ្ចឹងយើងទៅជួបគ្នានៅចំណុចបន្តទៀតឥឡូវយើងចូលដល់ផាតទី6create share data on network អញ្ចឹងដើម្បី share data លើ network បានយើងដំបូងឡើយយើងចូលខ្ញុំបង្កើត data ទាំងអស់នេះនៅក្នុង drive D មកកើតឈ្មោះតាមអីដែលយើងដាក់មិញ IT staff ដល់ហើយយើងបង្កើតមួយទៀត sales staff ហើយយើង accounting ដល់ហើយ HR staff FF ដល់ហើយកន្លែងនេះយើង data everyone data everyone ឥឡូវយើងចាប់ផ្ដើម share ទាំងអស់នេះនៅលើ network អញ្ចឹង share វានៅលើ network ធ្វើម៉េចមកកន្លូវចូលទៅតាមខ្ញុំនេះត្បូងឡើយយើងចេញនេះអស់ទៅយើងចូលទៅ service server manager យើងដែរយើងចាំវាដែរសិននេះចូល file ឯ local នេះមកដល់យើងចូលទៅពាក្យ share កន្លែង2នេះយើង stop sharing វាមកនេះ to create file share ចូលមកកន្លែងនេះយើងមិនបាច់កាយវាទេយើងដេញមកកន្លែងនេះយើង browse ទៅរកអីដែលយើងចង់ share ខ្ញុំបងឲ្យខ្ញុំ share ទៅលើ IT staff select folder ហើយ next កន្លែងនេះយើងចង់ដូរដាក់អក្សរទូចអក្សរធំក៏បានប៉ុន្តែខ្ញុំដាក់អក្សរធំទៅស្រួលមើលហើយ next បន្តទៀតកន្លែងនេះយើង tick យកទាំង3ដាក់ tick យកមានបញ្ហាយើង next មក customize permission ចូលកន្លែងហ្នឹងមកហើយយើងយកពាក្យ disable នេះយើងយកពាក្យ remove all ដល់ហើយយើងយកពាក្យ add select a principal នេះមកហើយយើងអីគេយើង g.a នេះកន្លែងនេះគេបញ្ជាក់ដែរនេះថា g.it មានសិទ្ធ read និង write នៅលើ step IT ហ្នឹងអញ្ចឹង g.check name g.it អូខេមកមានសិទ្ធ read ដែរយើងយកឲ្យ full control មកថាវាមានសិទ្ធ read ដែរហើយអញ្ចឹងអាចកែអាចអីវាមានពាក្យថាដកអីទេអញ្ចឹងយើងយក full control មកយើងអូខេមក apply អូខេហើយនេះបន្តទៀតហើយ create close កន្លែងនេះវាយើងមានបញ្ហាយើងងាយកែដែរយើង new share មកស្ដាប់ new share យើង next ទៀតយក tab វិញយើងប្រើទៅរកអីគំដងទៅរក set
គេបញ្ជាក់ថាដកសិត HR នេះមានសិតតា read and write ទេ .delete create file អញ្ចឹងយើងយកតា list folder content អូខេនេះ read permission កន្លែងណា read write វិញdelete និង create file នេះ create file យើងយកទេអូខេអញ្ចឹងយកប៉ុណ្ណឹងមកអូខេហើយគេនៅមាន account ទៀត ចឹង account នេះយើង add ដូចគ្នា g.account អូខេ check g.account នេះមានសិតតែ read ទេអញ្ចឹងយើងដោះអស់មកយើងយកហើយយើង apply តែបីនេះទេអញ្ចឹងយើង apply អូខេហើយ next ហើយ create ហើយ close តទៀត next browse ទៅ hotel យើងយក accounting ហើយ next account next customize remove all យក add នេះ account នេះ account មានសិត read write account ខ្លួនឯងហ្នឹងមានសិត read write អញ្ចឹងយើងយក account បន្តអូខេ customize ហ្នឹងទៀតចង់ផ្លេចយើងអត់តន់ add អស់ជា add បន្តទៀត g.hr មួយទៀត g.hr g.hr នេះគេថាមានសិត read ហើយតែមានសិត delete ហើយ create folder ទេអញ្ចឹងមានសិត read write មានសិត create folder គេ delete អីទេអញ្ចឹងយើងអូខេមកអស់ហើយអញ្ចឹងយើង apply យើងអូខេ next create close ចូលមួយទៀតចំណុចបន្ទាប់ទៀតយើង HR staff អាចចាស់ច្រឡំពួកឯង next មក tab browse ទៅ HR staff ហើយ next យកឈ្មោះបន្តិចដាក់ HR ហើយខ្ញុំ next មក next ទៀត customize disable remove all ហើយយក add កន្លែងនេះគេថា HR មានសិទ្ធិ
ទី6របស់យើងបានចាប់ត្រឹមនេះយើងទៅជួបគ្នានៅចំណុចបន្តទៀតឥឡូវនេះយើងចូលមកដល់ part ទី7បង្ហាញពីរបៀប share printer on server និងកំណត់ model printer ចំពោះកន្លែងនេះយើងត្រូវចូលទៅ website ដើម្បី download នេះ printer នេះ download printer ហ្នឹង driver printer ហើយយើងយកមកផាសវាហើយ install វាចូលមកនេះដោយសារខ្ញុំបាន install រួចហើយអញ្ចឹងខ្ញុំចូលទៅចំណុច share តែម្ដងដំបូងឡើយយើងចូលទៅនេះ DPC right click DPC មកយើងចូល property ចូលមកកាន់ property យើងចូលទៅមក scroll មកក្រោមមកដើម្បីរកពាក្យថានេះ device manager ចូលទៅ device manager នេះយើងនឹងចូលពាក្យយើងនឹងចូលកន្លែងទីដែរពាក្យថា printer request នេះ model យើង install ចូលវិញ Epson L32.service double click លើវាមកហើយយើងចូលពាក្យ setting នេះ printer driver printer ហើយយើងមកតាមលើវាចូល property ទៀតច្រឡំអានេះយើងយកពាក្យថានេះ printer property នេះយើងមកស្ដាប់យក printer property មកហើយយើង sharing ហើយយើង take កន្លែង share នេះមកនេះវា load ឈ្មោះរបស់យើងហើយ apply អូខេយើងចាំវាបន្តិចទៅនេះវា load text ហើយអញ្ចឹង share printer យើងបានបញ្ចប់ត្រឹមប៉ុណ្ណេះតែយើងមុននេះយើងចង់ទៅតេស្តវាបន្តិចសិនខ្ញុំចង់តេស្តមើលថាខ្ញុំ share printer បានជោគជ័យអត់ដោយសារខ្ញុំអត់ចង់ធ្វើដល់ចំណុចបន្តទៀតហើយយើងបកមកធ្វើចំណុចដើមវិញនេះឥឡូវនេះខ្ញុំចូលមកតេស្តលើ Windows មួយទៀតដើម្បីធ្វើការមើលថាការ share យើងជោគជ័យអត់No run ទាំង run អូខេដោយសារមិញយើងវាយទៅវាអត់ដើរដោយសារយើងវាយខុសអញ្ចឹងសូមធ្វើម្ដងទៀតនេះយើងវាយមិញខ្ញុំវាយភ្លេចថែម slash 2នេះអញ្ចឹងយើងវាយថែម slash 2នេះចូលមកដល់នេះពេលយើងវាយទៅយើងវាយ use account ដើម្បីចូលខ្ញុំដាក់តេស្តនេះusername មួយចឹងណា password យើង share printer ហើយនឹងនេះយើងជោគជ័យហើយនេះខាងខ្ញុំតេស្តទេចឹងការ share printer យើងបញ្ចប់ត្រឹមនេះចឹងសូមយើងជួបគ្នានៅ part បន្តទៀតយើងចូលមកដល់part ទី8ចូល hosting website ចំនួន1ហើយdomain website ដាក់ឈ្មោះពេញរបស់យើងឥឡូវខ្ញុំយើងទៅធ្វើការនេះទាំងអស់គ្នាទី1អ្វីដែលយើងត្រូវធ្វើយើងត្រូវ install web server ឬពាក្យកាត់ហៅថា IIS ហើយមួយទៀតយើងត្រូវ install DNS server install DNS server យើងធ្វើពីហ្នឹង
ដើម្បីចូលទៅកាន់នេះយើងទីមួយយើងចូលពី add room picture នេះចូលមកនេះហើយ next ហើយនេះយើងយក default វា next ទៀតមកកន្លែងនេះយើងអត់មានត្រូវនេះយើងយកនេះកន្លែងនេះយើងត្រូវរូបនេះយើងយកអានេះមកយើង take មក add វាកន្លែងនេះយើងដូចជាអស់ហើយយើង add តែមួយហ្នឹងទេព្រោះអី din s ហើយយើង add ហើយនេះ next មកចូលមកដល់កន្លែងនេះយើង add feature មួយទៀតគឺកន្លែងជួបខ្ញុំរកសិន http អូមាននៅកន្លែងនេះfeature នេះ comment ណាយើងកន្លែងនេះយើង next ទៅមុខទៀតកន្លែងនេះ next ទៀតមកនេះដល់កន្លែងនេះយើងត្រូវ add feature មួយទៀតគឺនេះ FTTP service ដើម្បីយើងអាច hosting website បាន next install ហើយយើងធ្វើការរងចាំដើម្បីវា install ពេញមកឥឡូវនេះយើង install វាបានជោគជ័យហើយនេះយើង close វាមកយើងមកមើលថានេះ IIS មកហើយអូខេអញ្ចឹងខ្ញុំធ្វើការ pass website យើងចូលដែលខ្ញុំបាន install ពីនេះពី website មួយដែលមានឈ្មោះថា Twoplate អញ្ចឹងយើង pass វាចូលមកនេះយើងយកទៅឥឡូវបន្ទាប់ពីយើងមាននេះ folder website យើងហើយយើងចូលទៅយើង copy folder ហ្នឹងមកហើយយើងចូលទៅក្នុង drive C ចូលទៅ drive C ចូលទៅ inetpath ដើម្បីកន្លែងទុក website របស់យើងនេះយើងចូលមក www root កន្លែងនេះហើយយើងដាក់ website យើងដាក់បោះនេះវាចូលហើយបន្ទាប់ពីយើងផាសចូលក្នុងនេះហើយយើងចូលទៅ hosting website របស់យើងដើម្បី hosting website យើងចូលទៅ tool យើងចូលនេះ internet information service ចូលនេះមកយើងចូលទៅនេះ web របស់យើងឥឡូវនេះយើងលុបចោលមកយើងដោយសារ default website ទេយើង delete មកហើយយើងមកស្ដាំយកពាក្យ add website កន្លែងនេះខ្ញុំធ្វើតាមការដាក់ឈ្មោះអីក៏បានដែរខ្ញុំដាក់web 1ដាក់ web 1ស្រួលចាំហើយយើងធ្វើការ browse ទៅរក website របស់យើង website យើងនៅក្នុង drive C នៅក្នុង inetpath wroot នេះ web 1នៅពេលកនេះយើងយក local មកកន្លែងយើងមិនបាច់ដូរទេ http នេះកន្លែងយើងធ្វើប៉ុណ្ណឹងមកហើយយើងអូខេនេះយើង pro វាសាក់ pro មកវាចូលទៅអត់ចាំតិចទៅនេះវាចូលប៉ុន្តែវាដំណើរការយូរបន្តិចឥឡូវនេះ website របស់យើងធ្វើការ hosting បានជោគជ័យហើយអញ្ចឹងដើម្បីយើងសន្មតថាយើងជោគជ័យយើងទៅ test នៅលើ Windows មួយទៀតខ្ញុំចូល Windows មួយទៀតមកចូល Microsoft មកយើងហោះនៅលើ local ហើយអញ្ចឹងយើងអាចវាយធម្មតាបានខ្ញុំវាយអត់ចុច
ចេះ website នេះឥឡូវយើងដល់ចំណុចនេះយើង create domain name website ដើម្បី create name domain name website នេះខ្ញុំមាន simple ហើយស្រាប់ខ្ញុំដាក់ឈ្មោះខ្ញុំ www.nansinghai.com អញ្ចឹងចំណុចនេះយើងត្រូវទី1យើងចូល server manager យើងដែរមកយើងចូលទៅកាន់ចូលមកចំណុចនេះ tool ហើយយើងរកពាក្យថា DNS ចូលទៅកាន់ DNS កន្លែងនេះយើងចុចឡើងនេះមកហើយចុចសញ្ញាពងចុចខំយើងបង្កើតdomain នេះនៅក្នុងនេះfont lookup 0នេះយើងមកស្ដាំលើវាយើង new 0បន្ទាប់មកយើងយក next នេះ primary 0 default វា primary 0សម្រាប់យើងយក next ទៀតមកកន្លែងនេះយើងធ្វើការយក DNS service run domain controller enforce យើងមាន domain នៅក្នុង domain នេះអញ្ចឹងយើងយកលើមក next កន្លែងនេះខ្ញុំធ្វើការទៅ copy កន្លែងនេះខ្ញុំនេះមកនេះយើង copy តាឈ្មោះប៉ុណ្ណេះ nansinghai.com នេះ www យើងកុំតាអាធ្វើអីវាដោយសារយើងចាំបង្កើតទៀតខ្ញុំ copy មកខ្ញុំចូល click ខុសហើយ next កន្លែងនេះយើងយកអានឹងធម្មតា next finish នេះបន្ទាប់ពីយើងបង្កើតបានវា load កន្លែងនេះ nansinghai.com នេះយើងចូលទៅកាន់កន្លែងហ្នឹងមកហើយយើងមកស្ដាំយកពាក្យ new host AA នេះ A ហើយកន្លែងនេះយើងឃើញថាឈ្មោះយើងអត់ទាន់មាន www ទេយើងកាត់ w ដាក់មក www 3ដងមកកន្លែងនេះ IP address នេះយើងធ្វើការដាក់ IP address របស់យើង IP status យើង 10.10.10.1 ហើយកន្លែងនេះយើងត្រូវការ take ទឹកវាទាំងពីរហើយធ្វើការ add នេះមានហើយវាឡើងមកហើយអូខេបន្ទាប់ពីយើងបង្កើតនេះបានជោគជ័យហើយយើងទៅចូលមកតង់ទៀតគឺយើងបង្កើតឲ្យ domain name ហើយនិង IP address យើងវាស្គាល់គ្នាយើងបង្កើតនៅ reverse lookup 0ចូលមកដល់កន្លែងនេះយើងមកស្នាមយើង use 0យើង next បន្តទៀតហើយយើងយកខាងលើដដែលcontroller forest នេះហើយយើង next IPv4 next មកហើយយើងដាក់ IP address យើង10អានេះវាអត់ឲ្យដាក់កតុយចុងក្រោយទេអញ្ចឹងយើងធ្វើការ next មក hello ហើយ finish ចំពោះកន្លែងនេះយើងចូលទៅកាន់កន្លែងនេះមកកន្លែង IP address យើងមិញហើយយើងយកមកស្ដាំដែរយើងយក new pointer ptr ដើម្បីឲ្យIP address របស់យើងហើយនឹង domain name របស់យើងវាស្គាល់គ្នាអញ្ចឹងយើងចូលនេះមកកន្លែងនេះយើងអាចពេញកតុយខាងក្រោយបានហើយកតុយ IP address យើងថែមលេខ1មកចំពោះ host name នេះយើង host name នេះយើងបានបង្កើតហើយកន្លែងនេះអញ្ចឹងយើងប្រើទៅរកវាតែម្ដងនៅក្នុងនេះforward នេះNansinghai នេះកន្លែងនេះយើងចូលលើវានេះកន្លែង W នេះយើងអូខេឥឡូវបន្ទាប់ពីយើងពេញអាកតុយក្រោយនេះហើយកន្លែងនេះយើងធ្វើការ copy វាដោយសារ website យើងបើសិនជាយើងវាយអក្សរខុសតាមអក្សរធំអក្សរទូចឬក៏កន្លែងណាមួយវានឹងអត់ដើរទេអញ្ចឹងយើងធ្វើការ take មកអូខេប៉ុណ្ណឹងយើងខ្វាយវាហើយយើងចូលទៅ IS យើងមក tool នេះយើងទៅ website របស់យើងចូលទៅ web 1ហើយមកស្ដាំយើងយកនេះ edit binding ហើយយើង click យកនេះ link របស់យើងហ្នឹងហើយយើងយកពា
và dưỡng bàn đời ấy chẳng nhung thơ cả tè một tiết cho lời anh đi bạc pro một chút máu chỗ ní history hay thơ cả clear giờ clear về ở hỏi dân quay dân pha link đi mó nè link thì dân copy mình nhấn link website và dân pha bị hết inter mó dân chọn lên thay vì châu đó với dân hosting hai ấy cái này ai nhân rồng trăm dung tích nè giờ hay cái lại ai dân domain name và dân đồ ấy này www nên tiếng hay.com chừng này trong dùng không ok chẳng chẳng nói ti bày ní hosting website đại cho mua và giờ ní chẳng được rồi thấy chẳng dân chụp nghe nào cho nói tọt tiết cứ cho nói ti buồn cái lấu giờ cho mà tọt hát buồn ní cứ chỉ cho nói trong khỏi dân thơ cả bằng hai ca test cho tập ra bản tin này lơ network cục user chẳng dân thơ mấy dân cho tổ nên ở nhé nhằm cho Windows xây một tiết mấy thực hành test đi mùi đầm bay thực hành test dân thầu cho sim đi sến đầm bay dân test tha về score này on IP tại về score này mùi này on dân phiên đó phiên đó check đó check mùi chẳng mà này thay vì score tế chẳng nằm bay về score thế như thợ thơ mệnh thì mỗi dân thầu chỗ tàu là ncpa.cpl enter dân mouse nắm vô property hay dân cho tàu này enter protocol version 4 này dân nhưng mà dùng vậy IP address dân set IP address về món đọc cho đọc dân set ở copy nụ đặt cái tôi trong khỏi bạn này hai ní điện ai hiến đặt điện ai server vào server dân cứ đọc mùi thì dân ok mó về nắng đặt network này này dân ping về giảm máy mó chẳng là về score ping đọc mùi này về score lại chẳng dân ai thực hành tài mà này đồng bấy thực hành tài dân chơi Windows ó hay dân quay này slash đọc mùi hay này dân độ o không đi mó slash đọc mùi này bây giờ bay thử về lần load ở dân quay username bạn đấy nhưng quay username mối account acco thị mùi username mới quay ta khó cả về chỗ này mà một vị bảy này chụp qua ấy cứ về ca xe data lơ net server và nhóm men đăng printer men đăng folder để nhóm bạn sẽ đi mùi nhóm test lơ account với nhóm cho user account chẳng account cho bạn chơi non account ấy dân ai mình sẽ retry slow tí này về load mỏi dân mình sẽ read hay dùng thơ ca vì name chung với món đặt vậy enter nhưng ai read này ai thơ chấn account dân test là
everyone ចំពោះ data everyone នេះគ្រប់ user ទាំងអស់យើងអាចធ្វើមកចូលតែមើលទេយើងអាចបង្កើត folder បានទេឃើញទេយើងអាចបង្កើត folder បានទេយើងមានសិទ្ធិតែមើលទេថៃយីក៏អត់បានដែរយើងបានសិទ្ធិតែ read អត់មានសិទ្ធិ write ទេអញ្ចឹង HR staff HR នេះក៏ account user account ក៏អាចចូលបានដែរនេះចូលមកវាដល់ចូលទេឃើញទេហើយចំពោះមួយទៀត IT ក៏ account អត់អាចចូលបានដែរអញ្ចឹងនេះវាដល់ចូលទេអញ្ចឹងចំណុចបន្តទៀត sales staff នេះ account យើងបានតែចូលមើលទេអត់មានសិទ្ធិ write ទេនេះអញ្ចឹងខ្ញុំ write បានទេ